តាំងពីយូរយារណាស់មកហើយនៅក្នុងភូមិជនបទដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយកូនភ្នំពណ៌បៃតងនិងផ្លូវដីដែលមានខ្យល់បក់មានស្ត្រីមេម៉ាយក្រីក្រម្នាក់និងកូនប្រុសតែមួយរបស់នាងដែលជាក្មេងប្រុសដែលចង់ដឹងចង់ឃើញនិងមានចិត្តល្អឈ្មោះចាស់ខ្ទុំរបស់ពួកគេតូចចាស់ហើយផ្អៀងទៅម្ខាងហើយខ្យល់ក៏បក់កាត់ស្នាមប្រេះមិនថាពួកគេព្យាយាមរារាំងយ៉ាងណាក៏ដោយពួកគេស្ទើរតែមិនមានអ្វីទាំងអស់មានតែឧបករណ៍វីដមួយចំនួនសួនតូចមួយនិងគោចាស់មួយក្បាលដែលមានឈ្មោះថា Milky White អស់រយៈពេលជាច្រើនខែស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅដំណាំរបស់ពួកគេបានបរាជ័យរដូវរងាមានសភាពធ្ងន់ធ្ងរហើយ Milky White លែងផ្ដល់ទឹកដោះគោទៀតហើយនៅព្រឹកមួយម្ដាយរបស់ Jack បានដកដង្ហើមធំហើយនិយាយថា Jack យើងគ្មានជំរើសទៀតទេអ្នកត្រូវតែយក Milky White ទៅផ្សារហើយលក់គាត់យើងត្រូវការលុយសម្រាប់អាហារបើមិនដូច្នេះទេយើងនឹងអត់ឃ្លានJack មិនចង់លូកគោទេប៉ុន្តែគាត់ដឹងថាម្ដាយរបស់គាត់និយាយត្រូវដូច្នេះគាត់បានចងខ្សែមួយជុំវិញរបស់ Milky White ហើយចាប់ផ្ដើមដើរដ៏វែងទៅកាន់ទីផ្សារនៅពេលដែល Jack ដើរតាមផ្លូវដែលពោពេញដោយធូលីគាត់បានជួបបុរសចំណាស់ម្នាក់ដែលមានពុកចង្កាវែងភ្នែកភ្លឺនិងអាវធំដែលចាំងពន្លឺក្រោមពន្លឺថ្ងៃបុរសនោះបានសិក្សាគោយ៉ាងយកចិត្តទុកដាក់ហើយបន្ទាប់មកញឹមដាក់ Jackគាត់បាននិយាយថាពួកខ្ញុំមានរបស់ពិសេសសម្រាប់អ្នកគាត់និយាយដោយបើកដៃរបស់គាត់ដើម្បីបង្ហាញសណ្ដែក5ដែលបញ្ចេញពន្លឺយ៉ាងស្រទន់ដូចជាអាប់តូចឧទាំងនេះគឺជាសណ្ដែកវេទមន្តដាំវានៅយប់នេះហើយនៅពេលព្រឹកភាពអស្ចារ្យហួសពីការស្មានរបស់អ្នកនឹងលេចឡើង Jack មានការភ្ញាក់ផ្អើលតើវេទមន្តប្រភេទណាគាត់បានសួរបុរសចំណាស់បាននិយាយថានោះគឺជាអ្វីដែលអ្នកត្រូវតែរកឃើញគាត់បានផ្ដល់សណ្ដែកជីថ្នូរនិង Milky White Jack គិតថាវាហាក់ដូចជាចម្លែកប៉ុន្តែសណ្ដែកមានអារម្មណ៍កក់ក្ដៅនៅក្នុងដៃរបស់គាត់ហើយសំឡេងរបស់បុរសចំណាស់មានទំនុកចិត្តអាថ៌កំបាំងដូច្នេះ Jack បានយល់ព្រមដោះដូរគោហើយប្រញាប់ទៅផ្ទះដោយរំភើបចិត្តក្នុងការចែករំលែកមន្តអាគមជាមួយម្ដាយរបស់គាត់នៅពេលដែល Jack បានប្រាប់ម្ដាយរបស់គាត់ថាគាត់បានជួញដូរគោចុងក្រោយរបស់ពួកគេសម្រាប់សណ្ដែកមួយក្តាប់តូចមុខរបស់នាងប្រែជាស្លេកដោយភាពតក់ស្លុតហើយបន្ទាប់មកក្រហមដោយកំហឹងសណ្ដែកនាងយំគោលល្ងងឥឡូវនេះយើងគ្មានអ្វីសោះដោយការខកចិត្តរបស់នាងបានចាប់សណ្ដែកពីដៃរបស់ Jack ហើយបោះវាចេញពីបង្អួចបន្ទាប់មកនាងបានបញ្ជូន Jack ទៅគេងដោយគ្មានអាហារថ្ងៃត្រង់ Jack ដេកលក់ដោយមានអារម្មណ៍ខុសឆ្គងដោយប្រាថ្នាអ្វីអាចខុសប្លែកពីគេព្រឹកព្រលឹមខ្ទមបានញ័របន្តិចហាក់ដូចជាមានអ្វីធំមកប៉ះនឹងផ្ទះនោះនៅពេលដែល Jack ភ្ញាក់ឡើងហើយចេញទៅខាងក្រៅគាត់ក៏ដកដង្ហើមធំសណ្ដែកបានដុះឡើងជាដើមសណ្ដែកពណ៌បៃតងដ៏ធំក្រាស់ដូចដើមឈើហើយបង្វិលខ្ពស់ទៅលើមេឃរហូតដល់បាត់ទៅក្នុងពកស្លឹករបស់វាធំណាស់វលែរបស់វារឹងមាំហើយពន្លឺព្រះអាទិត្យបានបញ្ចេញពន្លឺលើផ្ទៃរបស់វាហាក់ដូចជាអញ្ជើញគាត់ឲ្យឡើងបេះដូងរបស់ Jack លោតនេះត្រូវតែជាវេទមន្តដែលបុរសចំណាស់ចង់ដោយមិនស្ទាក់ស្ទើរគាត់បានចាប់វលឹមមួយដើមហើយចាប់ផ្ដើមឡើងគាត់បានឡើងលើសត្វស្លាបដែលហានៅក្រោមគាត់បានឡើងលើកសត្វដែលមានអារម្មណ៍ត្រជាក់ប្រឆាំងនឹងស្បែករបស់គាត់បានឡើងរហូតដល់ដៃរបស់គាត់ឈឺហើយជើងរបស់គាត់ក៏ញ័រទីបំផុតគាត់បានទាញខ្លួនគាត់ពីលើកំពូលហើយបានរកឃើញថាខ្លួនគាត់ឈរនៅក្នុងពិភពចម្លែកមួយពីលើពុកនៅក្នុងក្រមេឃនេះអ្វីគ្រប់យ៉ាងគឺធំធេងណាស់ស្មៅពណ៌មាសខ្ពស់បានវាយស្មារបស់ Jack ដើមឈើធំទូលាយដូចពំឈរនៅជុំវិញហើយនៅចម្ងាយ Jack បានប្រទះឃើញប្រាសាទធំដ៏ធំមួយដែលធំជាងអគារណាដែលគាត់ធ្លាប់បានឃើញJack ចូលទៅជិតប្រាសាទដោយមានការចង់ដឹងនិងក្លាហានទ្វារឈើតែម្នាក់ឯងគឺខ្ពស់ជាងជញ្ជាំងភ្នំគាត់បានរអិលជើងធ្លាក់ចូលតាមទ្វារហើយបានឃើញខ្លួនគាត់នៅក្នុងសាលធំមួយដែលមានកម្រាលឥដ្ឋធ្វើពីថ្មប៉ូលាភ្លាមប៊ូមប៊ូមប៊ូមជើងខ្លាំងបានបន្លឺឡើងញ័ររដីបុរសមាសធំម្នាក់ចូលទៅក្នុងសាលគាត់មានពុកចង្កាព្រៃស្បែកដូចថ្មគ្រើមហើយមានសម្លេងគោលាន់
ចាក់លោកពីក្រោយឆ្នាំងស្ពាន់ដ៏ធំមួយដោយញាប់ញ័រដោយការភ័យខ្លាចយក្សដើរជុំវិញខ្លួនស្រុកខ្យល់ប៉ុន្តែមួយសន្ទុះគាត់បានគ្រវីក្បាលហើយហៅអាហារពេលព្រឹករបស់គាត់ប្រពន្ធរបស់គាត់ពេលយក្សស៊ីហើយក៏សួរថាយកទ្រព្យសម្បត្តិមកខ្ញុំមកយក្សបានយកកាក់មាសមួយថង់ចេញមកបន្ទាប់ពីរាប់រួចយក្សក៏ដេកលក់ស្នូលបន្លឺឡើងអង្រួនជញ្ជាំងប្រាសាទចាក់បានចាប់យកឱកាសរបស់គាត់រត់ចេញទៅចាប់កាបូបមាសហើយប្រញាប់ចុះពីដើមសណ្ដែកមកវិញម្ដាយរបស់គាត់រំភើបចិត្តទីបំផុតពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីរស់នៅបានស្រួលមួយរយៈប៉ុន្តែយ៉ាក់មិនអាចបំភ្លេចពិភពមេឃបានទេប៉ុន្មានខែក្រោយមកលុយរបស់ពួកគេបានធ្លាក់ចុះម្ដងទៀតយ៉ាក់បានឡើងលើដើមសណ្ដែកជាលើកទី2ហើយលួចចូលទៅក្នុងប្រាសាទគាត់បានឡើងលើដើមសណ្ដែកម្ដងទៀតតាមរយៈពុកនិងខ្យល់រហូតដល់គាត់បានទៅដល់ដីខាងលើម្ដងទៀតនៅមាត់ទ្វារប្រាសាទយក្សបានងក់ក្បាលនៅពេលដែលនាងបានឃើញគាត់អ្នកម្ដងទៀតប្រសិនបើប្តីរបស់ខ្ញុំរកឃើញអ្នកគាត់ប្រកាសជានឹងស៊ីអ្នកហើយអ្នកពិតជាសុបិនអង្គុយញ៉ាំអាហារពេលព្រឹករបស់អ្នកពេលធ្វើរួចយក្សស្រែកថានាំមេមាន់ឲ្យមកខ្ញុំយក្សដាក់នៅមុខគាត់ហើយស្រែកឲ្យមេមាន់ពងមកបន្ទាប់មកមេមាន់ពណ៌ក៏បានពងមកមានភ្នំមាសពេលយក្សបានបញ្ចប់ការកោតសរសើរទ្រព្យសម្បត្តិរបស់គាត់បានកំណត់មេមាន់នៅខាងក្រៅហើយឆាប់រសាត់ទៅដេកចាក់បានរងចាំរហូតដល់ការស្រមុកចាប់ផ្ដើមលូនចេញពីកន្លែងលាក់ខ្លួនចាប់យកមេមាន់ហើយរត់ចេញទៅមេមាន់ញាប់ញ័រម្ដងរួចដាក់ក្នុងដៃយ៉ាងស្ងៀមស្ងាត់នៅពេលគៀតចុះក្រោមម្ដាយរបស់គាត់កំពុងរងចាំនៅខាងក្រោមនៅពេលដែលគាត់បង្ហាញមេមាន់ហើយនិយាយពាក្យលេសុតមីសមួយបានបង្ហាញខ្លួននៅចំពោះមុខភ្នែករបស់ពួកគេសើចយំដោយអំណរព្រោះឥឡូវនេះពួកគេមិនដែលក្រទៀតឡើយប៉ុន្តែការចង់ដឹងចង់ឃើញរបស់ជេកឬប្រហែលជាវាសនាមិនទាន់អស់ចិត្តជាច្រើនខែកន្លងផុតទៅគាត់តែងតែសម្លឹងមើលដាំប៊ីកដោយងឿងឆ្ងល់ថាតើមានអ្វីអស្ចារ្យផ្សេងទៀតនៅព្រឹកមួយគាត់បាននិយាយទៅកាន់ម្ដាយរបស់គាត់ថាយក្សនៅតែមានកំណប់ទ្រព្យដែលធ្លាប់ជារបស់ពិភពលោកសម្រាប់ចែករំលែកដូច្នេះខ្ញុំនឹងឡើងវាម្ដងទៀតប៉ុន្តែយ៉ាក់បានត្រឹមតែថើបដៃរបស់ម្ដាយសន្យាថានឹងប្រយ័ត្នខ្លួនយក្សឃើញគាត់ម្ដងទៀតហើយភ្ញាក់ផ្អើលក្មេងល្ងងតើឯងមកធ្វើអ្វីទៀតប្រសិនបើគាត់ចាប់អ្នកឥឡូវនេះគាត់នឹងចាប់អ្នកសម័យខ្ញុំមកសមុទ្រតែមួយមុខទៀតខ្ញុំស្បោះនាងស្ទាក់ស្ទើរបន្ទាប់មកក៏លាក់គាត់ក្នុងបន្ទប់អាហារយក្សដាក់នៅមុខគាត់ពិនពណ៌មាសដ៏ស្រស់ស្អាតខ្សែរបស់វាភ្លឺដូចពន្លឺផ្កាយពេលយក្សបញ្ជាថាច្រៀងពិនក៏ចាប់ផ្ដើមលេងដោយខ្លួនឯងសំឡេងរបស់វាទន់ភ្លន់នឹងទុកព្រួយចាក់ចាប់ពិនប៉ុន្តែពិនបានស្រែកយ៉ាងខ្លាំងលោកគ្រូមាននរណាម្នាក់មកយកខ្ញុំយក្សភ្ញាក់ពីដំណេកភ្លាមហើយសាកធម្មតាយ៉ាក់ការដេញតាមបានផ្គរលាន់ពេញប្រាសាទកាត់ដីពុកនិងចុះមកលើដើមសណ្ដែកយ៉ាក់បានរអិលចុះឡើងយ៉ាងអស់សង្ឃឹមដោយមានអារម្មណ៍ថាដើមទាំងមូលញ័រនៅការរត់គេចចុងក្រោយយកពូថៅមកខ្ញុំម្ដាយគាត់ប្រញាប់ទៅខាងក្រៅហើយហុចពូថៅឲ្យគាត់ចាក់វីដោយអស់ពីកម្លាំងរបស់គាត់ដើមសណ្ដែកញាប់ញ័របែកតិចទីជាទីបំផុតយក្សបាត់បង់លំនឹងធ្លាក់ពីដើមសណ្ដែកហើយបាត់ជារៀងរហូតដោយយក្សបានបាត់ពីនេះនិងមេមាន់ជាកម្មសិទ្ធិរបស់យ៉ាក់និងម្ដាយរបស់គាត់ខ្ទុំរបស់ពួកគេត្រូវបានជួសជុលសួនច្បាររបស់ពួកគេរីកចម្រើនហើយពួកគេមិនដែលឃ្លានទៀតទេអ្វីដែលសំខាន់បំផុតនោះយ៉ាក់បានរៀនពីតម្លៃនៃភាពក្លាហានចិត្តល្អនិងជំនឿលើវេទមន្តសូម្បីតែនៅពេលដែលពិភពលោកហាក់ដូចជាមិនអាចទៅរួចក៏ដោយដូច្នេះហើយយ៉ាក់និងម្ដាយរបស់គាត់រស់នៅយ៉ាងមានសុភមង្គលសូមជួយចុច Subscribe និង Like វីដេអូផងណាដើម្បីបានវីដេអូថ្មីសូមអរគុណអ្នកទាំងអស់គ្នា